ជំរាបសួរបងប្អូនទាំងអស់គ្នាបងប្អូនសុខសប្បាយជាទេថ្ងៃនេះជាថ្ងៃសៅរ៍ថ្ងៃចុងសប្តាហ៍ខ្ញុំបានមកលេងឆ្នេរឡុងសិតដែលស្ថិតនៅកោះរុងខេត្តព្រះសីហនុតោះបងប្អូនទៅមើលឆ្នេរឡុងសិតជាមួយខ្ញុំទាំងអស់គ្នាដើម្បីទៅដល់ឆ្នេរឡុងសិតគឺយើងត្រូវជិះកប៉ាល់ប្រហែលជា40នាទីបងប្អូនពីចំណតផែកំពង់សោមមកដល់ចំណតផែឆ្នេរឡុងសិតនៅទីនេះខ្ញុំឃើញមានផ្ទះសំណាក់សន្តាគារស្អាតៗនៅជិតឆ្នេរសមុទ្រមានភោជនីយដ្ឋាននានាលក់ភេសជ្ជៈនិងអាហារជាច្រើនមុខមានរសជាតិឆ្ងាញ់ចំពោះភេសជ្ជៈឬអាហារលក់នៅទីនេះមានតម្លៃសមរម្យប្រហែលនៅទីក្រុងភ្នំពេញដែរខ្ញុំឃើញមានភ្ញៀវទេសចរជាតិនិងភាគច្រើនភ្ញៀវទេសចរបរទេសមកលេងឆ្នេរឡុងសិតនេះច្រើនភាគច្រើនគឺគាត់មកលេងនៅចុងសប្តាហ៍គាត់មកលេងនៅព្រឹកថ្ងៃសៅរ៍ត្រឡប់ទៅវិញនៅរសៀលថ្ងៃអាទិត្យនៅទីនេះសប្បាយណាស់បងប្អូនតែខ្យល់អាកាសបរិយាកាសល្អទេសភាពស្អាតទឹកសមុទ្រក៏ស្អាតទឹកសមុទ្ររាក់មានរលកតូចធំសប្បាយនឹងមកទឹកលេងខ្ញុំនឹងក្មួយខ្ញុំមកទឹកច្រើនម៉ោងអត់ចង់ឡើងទេបងប្អូនព្រោះលេងទឹករលកនេះសប្បាយទេសភាពទឹកសមុទ្រនៅទីនេះស្អាតទេបងប្អូនបើបងប្អូនអាចឆ្លៀតនាំក្រុមគ្រួសារមកសម្រាកលំហែកាយនៅទីនេះបានល្អណាស់បងប្អូននៅទីនេះមានភាពស្ងប់សុខល្អគ្មានភាពរញ៉េរញ៉ៃអមទៅដោយទេសភាពមាត់សមុទ្រដ៏ស្រស់ស្អាតមានដើមឈើពណ៌បៃតងមានខ្យល់បក់ត្រសៀកទៀតនឹងធ្វើឲ្យយើងមានអារម្មណ៍ស្រស់ថ្លាមានពាក្យស្លោកមួយពោលថាបើយើងធ្វើការអ្វីមួយចូលយើងប្រឹងធ្វើការនោះឲ្យល្អអស់ពីលទ្ធភាពហើយពេលដែលយើងសម្រាកយើងក៏ត្រូវផ្ដល់ពេលវេលាឲ្យរាងកាយគំនិតនិងអារម្មណ៍របស់យើងធូរស្រាលបានល្អដើម្បីបង្កើនថាមពលយើងឡើងវិញទេសភាពឆ្នេរឡុងសិតពេលរាត្រីក៏ស្អាតដែរបងប្អូនគេមានបើកភ្លើងពន្លឺនៅតាមឆ្នេរសមុទ្រមានដាក់លក់ភេសជ្ជៈស្រាកាឡុកនិងអាហារផ្សេងតែយប់នឹងមានភ្លៀងតិចអញ្ចឹងទៅអត់មានគេចេញមកដើរលេងរៀងស្ងាត់បន្តិច ពេលនេះវីដេអូរបស់ខ្ញុំបានមកដល់ទីបញ្ចប់ហើយអរគុណបងប្អូនទាំងអស់គ្នាដែលបានមើលវីដេអូនេះជាមួយខ្ញុំរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយ
សូមជូនពរបងប្អូនទាំងអស់គ្នាមានសុខភាពល្អនិងមានសុភមង្គលនៅក្នុងក្រុមគ្រួសារគ្រប់គ្នាសូមជម្រាបលា